ចូលដើមរដូវថ្មី2025ជីសម្រាប់ប្រើលើដំណាំទូទៅដាក់លើតារ៉េនក្រូចឆ្មាចន្ទីកឡូងជីតែមានគុណភាពដូចយកបានគឺមានហុយមិច 50% NPK 822 បូក OM 70ជីនេះជំនាញគោលដៅជំនាញជួយជំរុញរឹសចំណេញរុក្ខជាតិលូតលាស់បានលឿនហើយរំញោចបន្លកចុងត្រួយឲ្យដើរលឿនដោយសារមាន OM ហើយនឹងត្រៃកូណាម៉ានៅក្នុងនោះប្រើលើដំណាំតារ៉េនដឡូងចន្ទីប្រើលើដឡូងកសិករដែលប្រើតាមទៅគាត់ទទួលស្គាល់គុណភាពឃើញល្អស្លឹកទាំងដងដើមទាំងស្លឹកស្រស់បៃតងបានយូរធន់នឹងរដូវក្តៅហើយទិន្នផលដែលគាត់ប្រើគាត់ទទួលស្គាល់វាចេញមើមច្រើនក៏មើមមិនដែលពេញដី